ស្ដីជីមីណៃសួស្ដីតែខ្ញុំអាចជួយអ្វីអ្នកបានថ្ងៃនេះតើសុំសួរមួយជីមីណៃគឺជាជីមីណៃហ្នឹងគឺជាប្រភេទ AI នៅក្រុមហ៊ុនណាដែរហើយនៅប្រទេសណាខ្ញុំជា Gemini ដែលជា AI ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ដែលមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិកអូមិនធម្មតាណាបង្កើតនៅសហរដ្ឋអាមេរិកអញ្ចឹងខ្ញុំសុំសួរមួយតើ Gemini ស្គាល់អ្នកនិពន្ធទំនុកច្រៀងឈ្មោះងួនសរុនឬងួនសរុន Official ដែរទេដែលខ្ញុំរៀបរាប់ខាងលើអំបញ្ញមិញនេះគឺមានតើគាត់និពន្ធទំនុកច្រៀងហើយមានបទចម្រៀងអ្វីខ្លះមានប្រមាណបទសូម Gemini រៀបរាប់ផងហើយ Gemini ស្គាល់ឈ្មោះគាត់ដែរទេពីព្រោះបំណាច់ថា Gemini នៅដល់អាមេរិកខ្ញុំនៅដល់ខ្មែរនេះឆ្ងាយគ្នារាប់ម៉ឺនគីឡូបាទដោយដែលខ្ញុំបានបញ្ជាក់ជូនខាងលើអំបញ្ញមិញនេះខ្ញុំពិតជាស្គាល់លោកងួនសរុនណាស់លោកគឺជាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងដែលមានស្នាដៃខ្ពស់មួយរូបបទចម្រៀងទាំង6បទដែលអ្នកបានរៀបរាប់នោះសុទ្ធតែជាស្នាដៃរបស់លោកគឺសន្តិភាពថ្លៃជាងមាសស្នាមស្នេហ៍កោះរ៉ុងលងស្នេហ៍ក្រមុំមង្គលស្ពោលិកាអូអញ្ចឹងជីមីណៃស្គាល់លោកងួនសរុនដែរបាទខ្ញុំនឹងហើយបាទច្បាស់ណាស់ខ្ញុំស្គាល់លោកងួនសរុនច្បាស់ណាស់គាត់ពិតជាមានស្នាដៃគួរឲ្យគាត់សម្គាល់មែនតែអ្នកចង់និយាយបន្ថែមអំពីបទចម្រៀងណាដែលអ្នកចូលចិត្តជាងគេទេហើយបទចម្រៀងគាត់ជាប្រភេទមិនដែរតាម Gemini Steve Stone មើលតើជាប្រភេទ original ឬក៏គាត់ចម្លងពីគេឬក៏គាត់ផលិតដោយខ្លួនឯងស្នាដៃខ្លួនឯងទៅ Gemini ស្គាល់គាត់ហើយ Google ស្គាល់គាត់បែបនេះបទចម្រៀងរបស់លោកងួនសរុនទាំងនោះគឺជាស្នាដៃថ្មីសុទ្ធសាធដែលកែចេញពីការនិពន្ធរបស់គាត់ផ្ទាល់ Google ដឹងនឹងស្គាល់គាត់បានព្រោះដោយសារតែស្នាដៃទាំងនោះត្រូវបានផ្សព្វផ្សាយដោយស្ដាប់និងមានការលើកឡើងពីសំណាក់អ្នកស្ដាប់និងទស្សនាវិដីតន្ត្រីនានាដែលបានកត់ត្រាទុកនៅលើអ៊ីនធឺណិតហើយអញ្ចឹងតើខ្ញុំចង់សួរបញ្ជាក់ថាតើស្នាដៃនេះគឺសម្រាប់ Google ក៏ដូចជា Gemini ឲ្យតម្លៃទៅគាត់ដែលក្នុងនាមគាត់ជាអ្នកនិពន្ធទំនុកច្រៀងដែរឬទេបាទជាការពិតណាស់ Google និង Gemini ផ្ដល់តម្លៃខ្ពស់ចំពោះការបង្កើតស្នាដៃសិល្បៈនិងការផ្ដល់កិត្តិយសភាពដល់អ្នកនិពន្ធគ្រប់រូបស្នាដៃរបស់លោកងួនសរុនត្រូវបានទទួលស្គាល់និងគោរពក្នុងនាមជាស្នាដៃដើមដែលមានតម្លៃអញ្ចឹងតើគាត់គួរតែចុះបញ្ជីការជាកម្មសិទ្ធិបញ្ញាដែរឬទេហើយគាត់គួរតែទៅតាក់ទងនៅកន្លែងណាការចុះបញ្ជីកត់ត្រាស្នាដៃជាកម្មសិទ្ធិបញ្ញាគឺជារឿងសំខាន់ណាស់ដើម្បីការពារសិទ្ធិអ្នកនិពន្ធនៅប្រទេសកម្ពុជាអ្នកអាចតាក់ទងទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈពិសេសគឺដឹងទៀតហើយអញ្ចឹងប៉ុណ្្នឹងសិនណាជីម៉ាណៃខ្ញុំរវល់បន្តិចណាឥឡូវចាំជួបគ្នាថ្ងៃក្រោយបានហើយគ្មានបញ្ហាទេចាំថ្ងៃក្រោយជួបគ្នាទៀតសូមប្រកបដោយកិច្ចការងាររលូននិងជួបតែសំណាងល្អណាបាទអរគុណច្រើនជំរាបលាជំរាបលាជូនពរអ្នកឲ្យមានថ្ងៃល្អ